ការរៀបចំនិងពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុនពេលដែលយើងអនុវត្តកិច្ចការងារអ្វីមួយគឺពិតជាមានសារៈសំខាន់ណាស់ព្រោះវានាំឲ្យមានភាពងាយស្រួលនិងលទ្ធផលប្រសើរនេះគឺជាសកម្មភាពដែលយើងកំពុងតែរៀបចំស្មាច់ឬក៏ទូដែលយើងបានចាក់សាំងបន្ថែមមុនពេលដែលយើងចេញដំណើរឥឡូវនេះគឺយើងបានចេញដំណើរទៅហើយស្ថានភាពទឹកគឺឡើងខ្លាំងឌីវ៉ូទឹកប្រហែលជា2ម៉ែត្រជាងទៅ3ម៉ែត្រលោកអ្នកអាចទស្សនានៅក្នុងវីដេអូនេះគឺពាក់កណ្ដាលដើមឈើចំណែកទស្សនវិជ្ជាវិញគឺប្លែកម្យ៉ាងតែទឹករាំងល្អបូករួមជាមួយនឹងដើមឈើនៅតំបន់លិចទឹកដែលងាប់នឹងទៀតគឺធ្វើឲ្យប្លែកអារម្មណ៍និងប្លែកភ្នែកដែរឥឡូវនេះយើងនៅតែបន្តក្នុងការធ្វើដំណើរទៅកាន់តំបន់ព្រៃដែលយើងគិតថាយើងនឹងអាចបបកបានពីព្រោះនៅពេលដែលទឹកឡើងខ្លាំងបែបនេះគឺត្រីគឺត្រូវបានបែកសាច់ទៀតទឹកល្អបែបនេះត្រីគឺកម្រនឹងចាប់នុយម្យ៉ាងទៀតត្រីវាអាចធ្វើការផ្លាស់ទីកន្លែងរបស់វាទៅរកទឹកដែលមានភាពថ្លាព្រោះវាងាយស្រួលក្នុងការចាប់ចំណីប៉ុន្តែយើងនៅតែបន្តពីព្រោះយើងមិនអាចមើលឃើញត្រីនៅក្នុងទឹកនឹងទេពីព្រោះនេះគឺជាដំណើរ adventure មួយយើងនៅតែបន្តចេញពីកន្លែងមួយទៅកន្លែងមួយនេះគឺជាលទ្ធផលដែលយើងទទួលបានគឺឆ្ដោមួយក្បាលនេះប្រហែលជា3ទៅ4គីឡូដែរអាចថា3គីឡូក្រាស់អរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំប្រសិនបើលោកអ្នកចូលចិត្តបបកត្រី camping please subscribe my channel for more videos thank you very much